រឿងហ្នឹងគឺកាត់ឡើងកន្លងឆ្នាំ2016 17បងប្អូនកន្លងឆ្នាំ2016នៅខាងនេះនៅខាងស្ទឹងត្រែងហើយគាត់និយាយទៅគាត់ជាមួយនឹងមិត្តភក្តិគាត់គឺជាគ្រូបរិញ្ញាប៉ុន្តែកាលហ្នឹងគាត់គ្រូបរិញ្ញាបឋមឧទាហរណ៍ថាគាត់ដាក់ពាក្យគ្រូបរិញ្ញាអញ្ចឹងគេដាក់ឲ្យគាត់ចុះទៅបរិញ្ញានៅខេត្តណានៅស្រុកណាគឺគាត់ទៅស្រុកហ្នឹងអញ្ចឹងបងថនគាត់គ្នាគាត់ពីរអ្នកជួយបងនាងបងថនហើយនឹងបងនាងហ្នឹងគាត់គ្រូឲ្យបានទៅដូចគ្នាគាត់ម្នាក់បរិញ្ញាថ្នាក់ទី5ម្នាក់ទៀតបរិញ្ញាថ្នាក់ទី6ហើយបងនាងហ្នឹងគាត់បរិញ្ញាថ្នាក់ទី6នៅពេលតែហ្នឹងតាមពិតគាត់ក៏ថាបំណងគាត់ចង់បរិញ្ញាអនុឯងប៉ុន្តែពេលហ្នឹងបានត្រឹមបឋមនឹងសិនហើយគាត់ទៅហ្នឹងជួលនិយាយទៅគឺផ្ទះជួលអីជួលទាំងស្រុងបងប្អូនដោយសារអីអត់មានសាច់ញាតិបងប្អូនអីនៅហ្នឹងទេទៅហ្នឹងគឺទៅពឹងគេទៅហ្មងហើយខ្ញុំអត់បញ្ជាក់នេះទេខ្ញុំប្រាប់តាមខាងខេត្តស្ទឹងត្រែងទៅបានហើយព្រោះភូមិស្រុកខ្ញុំអត់ចង់បញ្ជាក់ទេព្រោះដីហ្នឹងឥឡូវទៅគាត់ថាមិនបាច់និយាយទេគេនៅហើយហុំហែងណាស់លក្ខណៈចេះទៅដល់គាត់អត់ស្គាល់គេអត់ស្គាល់ឯងទេប៉ុន្តែទៅហ្នឹងគឺជានិស័យចៃដន្យទៅជានិស័យចៃដន្យមិនពួកគាត់ចុះទៅណាក៏ស្រាប់តែមានលពូម្នាក់ហ្នឹងគាត់មកច្រូតស្មៅទៅគាត់ឡើងលក្ខណៈគាត់ឡើងពីផ្លូវលំឡើងទៅផ្លូវជាតិអញ្ចឹងគាត់ឡើងទៅដល់គាត់វិលមុខឲ្យគាត់វល់ម៉ូតូហ្នឹងសកត់ជើងគាត់ឈ្មោះលពូផាហ្នឹងម៉ូតូសកត់ជើងស្មៅហ្នឹងវាលក្ខណៈថាយើងមិនដប់ក្រងអញ្ចឹងវាស្មៅវាបានកលបើអត់បានស្មៅកលទេអាចនឹងសកត់បាក់ជង្គង់គាត់ហើយតែស្មៅនឹងវាកលតែនៅតែគៀបជាប់អញ្ចឹងគៀបជាប់ឲ្យម៉ាស៊ីនម៉ូតូវាក្តៅផងគាត់ព្យាយាមរោចេញមកពីចកាគេឲ្យឆូតស្មៅអីចឹងណាអញ្ចឹងក៏ស្រាប់អីបងនាងហើយនឹងបងថនហ្នឹងគាត់បានឃើញកាលហ្នឹងគាត់ថាគាត់ជិះស្មាស់គាត់ជិះស្មាស់វីទៅហ្នឹងគាត់ជិះស្មាស់គាត់ជិះម៉ូតូស្មាស់របស់គាត់ដប់គ្នាទៅដល់គាត់ឃើញគាត់ក៏ចោះទៅជួយលើគេអីគេមកចង្វូគេអរគុណឲ្យគាត់ឃើញគាត់ស្មាទោសនិយាយថាចេះចោះឃើញគេចូលស្មៅជ្រូតអីឲ្យគោហើយជិះម៉ូតូអាចឆ្អឹងយើងអាគប់អាចឆ្អឹងយើងពីដើមហើយគាត់ស្លៀកខរបៀបខយើងរៀងស្តៀងខចែវបន្តិចឲ្យពាក់អាវលៀងអាយអញ្ចឹងទៅហើយទឹកអីច្រកយកមកផឹកអីចឹងទៅអញ្ចឹងគិតថាអ្នកអត់វាតម្លៃគេអញ្ចឹងណាដល់ពេលអញ្ចឹងគេអរគុណគាត់អីគាត់វិលមុខអញ្ចឹងអរគុណបរិសាអីគាត់គួរច្បាច់ឲ្យផងគាត់ជួយលើកម៉ូតូនឹងផងដល់ពេលអញ្ចឹងអរគុណគាត់អានេះក៏សួរគេថាចេះទៀតពួកឯងមានលុយទៅប៉ែតអត់ជើងពួកឯងហ្នឹងអលៀកអីចឹងរកប្រទាលកតុយកពើអត់ទាន់ទេពួកឯងទៅរកថ្នាំរកអីទៅរកយើងបដាមយើងប្រើតិចកម្មបាទនេះថ្នាំតិចកម្មខ្ញុំប៉ុណ្ណេះហ៎ប៉ុន្តែរៀនផ្នែកហ្នឹងអាហ្នឹងវាថ្នាំតិចលាបផ្សះទៅប៉ែតតែអីរកអាហ្នឹងទៅក៏គាត់ថាអត់អីទេគាត់មានលុយថាប៉ុន្តែសួរមកកាន់អ្នកទាំងពីរវិញដោយសារអីផ្លាច់មុខដល់ពេលផ្លាច់មុខចឹងគាត់ឃើញគាត់សួរថាហើយចោះអូនឯងទៅណាដូចអ្នកផ្លូវឆ្ងាយគាត់ក៏ប្រាប់ថាគាត់ទទួលចុះមកបរិញ្ញានៅសាលានេះគេឲ្យគាត់ចុះទៅបរិញ្ញាអញ្ចឹងថាអូអញ្ចឹងទេអីសាលាហ្នឹងគាត់ប្រាប់ថានៅក្នុងភូមិគាត់សាលាហ្នឹងនៅក្នុងភូមិគាត់ដល់ពេលប្រាប់ថាសាលានៅក្នុងភូមិគាត់នឹងក៏ថាអញ្ចឹងហើយចុះជួលផ្ទះជួលអីនៅណាគាត់ថាគាត់អត់ស្គាល់គេទេមកហ្នឹងគឺប្រុងដើរសួរគេសួរឯងព្រោះត្រឡប់របស់ពួកគាត់អាចថាពួកគាត់កូនអ្នករៀងធូរមកល្មមដែរហើយមួយទៀតប៉ុន្តែពួកគាត់អត់សូវចំណាយប្រេះប្រាស់ទៅឧទាហរណ៍ថាមានផ្ទះឈើណាគេຕົកចោលឬក៏របៀបផ្ទះគេអីមែនតាមអាបន្ទប់ក្រុមអីគាត់ជួលហើយអញ្ចឹងតែទម្លាប់គាត់គឺផ្ទះឈើណាគេទុកចោលអាចឈិនឆាយបានតិចតួចគាត់ទៅនៅផ្ទះអញ្ចឹងហើយទម្លាប់ហ្នឹងគឺអញ្ចឹងគាត់ថាដើរសួរគេសួរឯងគេនោះមានផ្ទះគេទុកចោលគេជួលគេអីមានផ្ទះទុកចោលគេជួលគេអីលេងលពូផាងហ្នឹងថាអញ្ចឹងខ្ញុំមានផ្ទះទុកចោលមួយផ្ទះហ្នឹងផ្ទះរបស់ខ្ញុំហ្មងខ្ញុំទុកចោលមួយហើយមូលហេតុដោយសារអីគាត់នឹងសួរមកកាន់ពីរអ្នកហ្នឹងថាឥឡូវខ្លាចខ្មោចអត់បើអត់ខ្លាចខ្មោចទេគាត់ឲ្យផ្ទះហ្នឹងនៅថាអត់ខ្លាចផងមិនអីផ្ទះហ្នឹងផ្ទះកូនគាត់តែកូនគាត់ស្លាប់បងប្អូនប៉ុន្តែខ្មោចកូនគាត់អត់ដែរឡងពីណាទេបញ្ជាក់ថាផ្ទះហ្នឹងផ្ទះកូនគាត់ស្លាប់ប៉ុន្តែអត់ដែរឡងហើយក៏បានឡងទៅកាន់ពួកគាត់ទាំងពីរនាក់ដែរប៉ុន្តែអញ្ចឹងផ្ទះហ្នឹងគឺកូនគាត់ហ្នឹងរៀបការមួយប្រពន្ធគេអញ្ចឹងណាគេរៀបការមួយកូនប្រសារបស់ពូផាហ្នឹងបានប្រហែលខែក៏ស្លាប់ទៅគាត់គ្រោះថ្នាក់ចរាចរណ៍ស្លាប់ដល់ពេលស្លាប់ទៅក៏ខាងស្រីហ្នឹងគេមិនគេថាគេនៅរាប់ដូចតែគេទៅបាត់ផ្ទះហ្នឹងក៏ទុកចោលទៅផ្ទះខ្មោចមិនដែរឡងគាត់អត់ដាក់លក់អត់ដាក់អីក៏ទុកចោលអញ្ចឹងនៅគេគេថាផ្សារយើងផ្សារតូចតាមភូមិហ្នឹងមិនតិចដែរហើយមួយទៀតនៅពេលហ្នឹងផ្ទះហ្នឹងគាត់លក្ខណៈថានៅជាប់ផ្ទះគេសងខាងផ្ទះអ្នកហុំដែរអីដែរពេលហ្នឹងសួរអ្នកទាំងពីរថាអញ្ចឹងអ្នកទាំងពីរថាមានតែខ្លាចអីមានផ្ទះឲ្យមែនអីមែនហ្នឹងក៏ពូនឹងថាមកទៅមួយខ្ញុំគាត់ក៏បើកម៉ូតូទៅដល់ពេលបើកម៉ូតូតាមទៅដល់ផ្ទះគេផ្ទះឈើលើថ្មក្រោមប៉ុន្តែ
លក្ខណៈថាថ្មក្រមនឹងរបៀបគេរៀបអត់តាន់ហើយហើយម្ចាស់ផ្ទះនឹងស្លាប់អត់នឹងគេរៀបអត់តាន់ហើយនៅជ្រុងបន្ទប់ជ្រុងអីចឹងប៉ុន្តែឈើលើផ្ទះនៅស្អាតមានដងខ្នោះនៅហ្នឹងប្រព័ន្ធភ្លើងអីមកស្អាតប៉ុន្តែទោះត្រង់មួយថាវារៀងស្មៅអីដោះចឹងគាត់ថានៅផ្ទះនឹងទៅចឹងនៅផ្ទះនឹងទៅថាហាចុះផ្ទះពួកឯងនៅណាថាអើយផ្ទះខ្ញុំនៅមុខនោះចង់ទៅចាំស្អែកចាំខ្ញុំមកហៅឲ្យទៅបើនៅផ្ទះនឹងបាននៅផ្ទះនឹងទៅចាំយកឲ្យបានមកដាក់ផ្ទះនឹងមកចាំយកឲ្យបានមកដាក់ផ្ទះមកគាត់ថារឿងអីនៅមិនបានផ្ទះស្អាតជាងផ្ទះគាត់នៅស្រុកនេះទៀតណារឿងអីនៅមិនបានអញ្ចឹងគាត់ថាបោះសម្អាតបោះអីតាមនឹងទៅអញ្ចឹងបោះសម្អាតបោះតាមនឹងទៅពូផាហ្នឹងគាត់ជិះម៉ូតូទៅបានពីរអ្នកគាត់នេះគាត់ថាទេឲ្យអ្នកនៅផ្ទះនេះដាក់ឲ្យបានតាមឡានទៅពូគាត់ជិះម៉ូតូទៅគាត់អត់អាចដាក់អីវ៉ាន់ទៅច្រើនបានទេគាត់ចាំខ្ជិលតាមឡានហើយមួយទៀតមូលហេតុអីគាត់ជិះម៉ូតូទី1គាត់ចង់មើលស្រុកភូមិគេផងទី2ពីរអ្នកគាត់ហ្នឹងបរិញ្ញាសាលាតែមួយអញ្ចឹងគាត់ថាដប់គ្នាទៅបរិញ្ញាទៅអីអញ្ចឹងយើងប្រើម៉ូតូប្រើអីទៅវាស្រួលអញ្ចឹងណាដល់ពេលអញ្ចឹងគាត់ក៏រៀបចំផ្ទះហ្នឹងបោះសម្អាតបោចចោះបោចឡើងមើលនេះមើលនោះបោះអញ្ចឹងគាត់ថាមកល្ងាចផ្ទះស្អាតភ្លឹងបបូគាត់សឹមនេះស្អាតបានហើយពេលនោះក៏បង្រៀនគាត់ចោះពីលើកម្មចដាវិញលបងជាប់គ្នាហ្នឹងលក្ខណៈថាចេះបងប្អូនគេដាំដើមស្កានីហើយមានបន្លែដូចស្លឹកបាសស្លឹកអីនៅទៀតបើយើងឈរយើងមើលផ្ទះមួយទៀតឃើញតែផ្ទះឃើញតែដំបូលហើយយើងមើលអត់ឃើញដោយសារតែវាឡើងពេញលបងហ្នឹងប៉ុន្តែវាមានមកចន្លោះប្រហែលជា2-3ម៉ែត្រតាមប្រឡោះលបងហ្នឹងដែលបន្លែប្លុកហ្នឹងដោះអត់ដល់ទៅពេលអញ្ចឹងទៅវាដូចដីតែនឹងវាប្រៃវាអីចឹងណាទៅពេលអញ្ចឹងយើងមើលធ្លុះទៅមកជាហៀងទៀតតែបើយើងឡើងលើកម្មចដាកាច់ឈុងយើងមើលទៅឆ្លងកូនកំមុំគេពីរនាក់គេពងបោកខែអញ្ចឹងបងនិយាយនឹងថាចេះអាថនជួលត្រូវថាថៃជួលត្រូវឯងមកឡើងទៅកូនកំមុំគេស្អាតមែនតើពងងូតទឹកថាអានេះហែនេះខូចមែនតើអញនិយាយលេងតើទៅពេលផ្ទះខាងហ្នឹងកូនកំមុំពីរនាក់គាត់អានេះក៏ងាកទៅផ្ទះខាងស្ដាំកូនកំមុំ2នាក់ដែរមិន2 3ប៉ុន្តែផ្ទះហ្នឹងលក្ខណៈចេះអត់សូវមនុស្សអត់សូវតំណតំណងអីមួយអ្នកក្រៅអីប្រហែលទេគេនៅតែគេលក្ខណៈថាដូចជានឹងខ្សែចិនខ្សែអីចឹងណាពេលគាត់អានេះបោះសម្អាតផ្ទះឲ្យរួចបាត់គាត់ថាហាហើយយើងអត់បានសួរបងមិនបានសួរពូមិនថាបានសួរអីគេហើយនិយាយរឿងជួលផ្ទះអត់ដឹងតម្លៃម៉ែហើយអត់បានសួរគាត់ថាមែនតាហើយសម្អាតផ្ទះគេឲ្យបាត់អត់មានសួរគេសោះរៀបចំរួចរាល់ក៏សាប់តែល្ងាចហ្នឹងពូផាហ្នឹងគាត់មកវិញប៉ុន្តែគាត់មកវិញម្ដងហ្នឹងគាត់បើកអាម៉ូតូឆ្អឹងគាត់អត់ដែរគាត់ថាចែកសบายតែគាត់មកងាកសិនទៅពូរបៀបថាធ្វើបុណ្យហ្នឹងបានបុណ្យមួយឆាវហ្នឹងគេស្រឡាញ់គេចូលចិត្តហ្នឹងគេថាបាយតែគាត់សិនទៅគាត់ថាទៅក៏ជិះម៉ូតូតាមគាត់ថាស្មាតទៅអត់ចង់ហ៊ានចូលផ្ទះគេទេពីដំបូងនិយាយថាចែកមានលុយមានអីទៅរបៀបថាទៅប៉ែតែអីអត់ទៅពេលចូលផ្ទះគេឡានគេ2គ្រឿងឡានគេនេះឡានយើងឡានយើងនីសានគាត់ទុកសម្រាប់ដឹកផ្លែឈើដឹកបន្លែប្លុកគាត់អីចឹងណារបៀបថាទុកដឹកតរ៉េនឬក៏ដឹកជីដឹកអីទៅនេះហ្នឹងមួយឡានហ្នឹងមួយហើយឡានមួយទៀតគាត់ថាអត់ស្គាល់ទេបើនិយាយដល់រាល់ថ្ងៃហ្នឹងឡានហ្នឹងគាត់ថាដូចប្រភេទយកមកពីយើងថាឲ្យសាស្តៀងពួកនេះបន្តិចប៉ុន្តែសុំអត់បញ្ចេញវាយកពីសុកសៀមអញ្ចឹងគាត់ថាឡានហ្នឹង2គ្រឿងប៉ុន្តែបន្ទាប់មកគេបើកចេញមួយគ្រឿងឡានដែលគាត់មើលមួយផ្លែតគាត់អត់ចំណាំទេដល់រាល់ថ្ងៃឡានហ្នឹងរៀងថ្មីដែរប៉ុន្តែគាត់ដឹងថាឡាននីសានហ្នឹងឡានរបស់គេហើយមួយទៀតដីគេទៅក្រួយមិនបាច់និយាយទេចកាគេមិនបាច់និយាយទៅក្រួយផ្ទះគាត់ធំអញ្ចឹងគោគេមិនបាច់និយាយទៀតគោសើគោលិចក្បាលទាំងអស់គឺច្រូតស្មៅអោយផ្ទះពូមិនមែនថាហ្នឹងហើយផ្ទះខ្ញុំហៅបាយទៅប្រពន្ធគេកូនគេហ្នឹងក៏មកបាយជុំគ្នាប្រពន្ធគេហ្នឹងគេថាគេអរគុណហើយអីហើយដែលប្តីហ្នឹងប្រាប់ថាដួលម៉ូតូដួលអីជួយអញ្ចឹងណាគាត់ថាអីទេតែពេលអញ្ចឹងវាចាក់ថាចេះដែរភូមិផ្ទះរបស់ពុកផាហ្នឹងផ្ទះដែលគាត់នៅនិងផ្ទះដែលឲ្យបងនាងនិងមិត្តភក្តិគាត់នៅគឺភូមិ2ផ្សេងគ្នាគាត់ថានៅជាប់គ្នាអញ្ចឹងទៅអញ្ចឹងគាត់នឹងក៏ជិះទៅគាត់នឹងទៅបាយទៅអីគេក៏សួរនាំមកពីណាចែកលេងមួយគេដល់ពេលដែលចែកលេងជាមួយគេពីនេះពីនោះនៅហ្នឹងហើយអញ្ចឹងទៅបាយទឹកមួយគេថាអូបាយស្អាតរួចរាល់ទៅគាត់នេះក៏សួរថាហើយផ្ទះហ្នឹងឲ្យខ្ញុំកក់ប្រហែលហើយជួលមួយខែប្រហែលផ្ទះហ្នឹងក៏គេថាអូយអត់យកលុយអត់យកកាក់ទេនៅហ្នឹងនៅដូចនៅមើលថែផ្ទះគេទៅនៅដូចនៅថែផ្ទះគេទៅប្រហែលណាជួយបោះសម្អាតជួយគាត់ថាមែនទេមែនមិនបាច់ភ័យទេនៅហ្នឹងមើលតែប៉ុណ្្នឹងទៅក៏ប៉ុន្តែរឿងមួយដែលគាត់ហ្នឹងដកនៅចិត្តមុនពេលដែលជិះមកកូនរបស់ពូផាហ្នឹងអាយុខ្ទង់ប្រហែលជា
គាត់ថាខ្ទង់17 18ហ្នឹងមកប្រាប់ពួកគាត់ថាអញ្ចឹងបងនៅផ្ទះហ្នឹងទៅណាបងឯងគុំទៅយករបស់របរគេក្រៅលបងណាថាអញ្ចឹងគុំទៅយករបស់របរគេក្រៅលបងគុំរបៀបថាមើលនេះមើលនោះគាត់ថាហីឆ្ងល់ហ្នឹងមិននិយាយចឹងគាត់នឹងក៏គាត់បែរត្រឡប់មកវិញគាត់ចាប់ដើមរៀបចំណាទទួលឲ្យបែរបានគាត់ក៏ចាប់ដើមចូលបរៀនចូលអីចឹងទៅម្នាក់ថ្នាក់ទី5ម្នាក់ថ្នាក់ទី6ចាប់ដើមចូលបរៀនដំបងមួយខែដំបងអត់ទាន់ស្គាល់គេស្គាល់ឯងទេគាត់ណែទៅរៀងថានៅលក្ខចរិតលក្ខអីដែររៀងនៅសុភាពរៀបសារប៉ុន្តែរាល់ពេលល្ងាចឬក៏ពេលដែលគាត់ឡើងលើផ្ទះគាត់តែងតែលួចមើលកូនកំមុំដែលនៅខាងឆ្វេងដៃនឹងរហូតពួកខាងស្ដាំនោះគាត់ថាដែលដូចចិនដូចអីហ្នឹងគាត់មើលទៅគាត់ថាមិនសូវអំណោយទានមើលទេនិយាយចឹងចោះឲ្យទៅគេធ្វើលបងរៀងចិត្តផងមកខាងនេះគាត់ថាបានស្វាយហ្នឹងនៅកដាលស្វាយកែវល្មៀតហ្នឹងហើយបានខ្នុរហើយដើមចពូនៅហ្នឹងអញ្ចឹងអត់ដឹងថាតើដើមឈើហ្នឹងបោះពុផាហ្នឹងឬក៏បោះម្ចាស់តែខ្នុរប៉ុន្តែនៅព្រំកដាលអីអញ្ចឹងគាត់ទៅបេះហូបធម្មតាអត់អីទេទៅបេះហូបទៅអីធម្មតាបន្ទាប់មកគាត់ដាំបាយចក្រានយើងមកចក្រានយើងធម្មតាមិនចក្រានវាទេកាប់រកអូសរកអីមកប្រកាសមកអីនៅហ្នឹងអញ្ចឹងរហូតដល់ពេលថ្ងៃមួយនៅពេលហ្នឹងក៏មិនដឹងតែខ្យល់ហ្នឹងប៉ើងណាមិនកសែងរបស់ខាងកំមុំនៅខាងឆ្វេងដៃបានប៉ើងចូលមកក្នុងដីលបងរបស់គាត់ដល់ពេលដែលឃើញអញ្ចឹងទៅក៏បងថតហ្នឹងប្រាប់បងនាងថាណកសែងថ្មីរបស់គេនោះថាហុចឲ្យគេអីថាពាក់នៅលើលបងទៅគេដឹងហើយពាក់នៅលើលបងទៅគេដឹងហើយគាត់ហ្នឹងក៏យកទៅពាក់នៅលើលបងក៏ស្រាប់តែគេមកគេថាគេឃើញអញ្ចឹងគេអញញឹមដែរគេអត់និយាយអីទេគេយកទៅបានប៉ុន្តែផ្ទះហ្នឹងប្រពន្ធហ្នឹងក៏គ្រូប្តីហ្នឹងក៏គ្រូឪពុកម្ដាយរបស់ស្រីទាំងពីរនាក់ហ្នឹងគ្រូទាំងពីរនាក់គាត់ថាតាមតែគាត់ស៊ើបហ្នឹងឪហ្នឹងកូនកាត់ខាងឡាវទៀតប៉ុន្តែម្ដាយហ្នឹងមិនដឹងទេគាត់ថ្ងៃហ្នឹងគាត់ឃើញផ្ទះហ្នឹងខ្ពស់ដូចគ្នាដល់ពេលហើយគាត់ថាថ្ងៃសិលទិញផ្លែឈើទិញអីដាក់ផ្ទះតោះទិញក៏បើកប្អួយបើកអីទទួលរបៀបយើងថាសេរីសួស្ដីអញ្ចឹងទៅបើកប្អួយបើកអីឲ្យខ្យល់ចេញចូលលេងបើកទៅដល់ចំពេលដែលផ្ទះខាងនោះគេបើកប្អួយដែរគេទាញប្អួយដែរគ្រឹះចំអាសនៈធំរបស់គេមកអញ្ចឹងឪរបស់គេហ្នឹងគេស្លៀកឈុតគ្រូរបស់គេឲ្យស្រេចហើយគេពាក់ខខ្មៅអាវខ្មៅកម្មាបងកអញ្ចឹងកម្មាបងកអញ្ចឹងកាន់ឈើច្រត់មួយឲ្យគេបើកទ្វារហ្នឹងបន្តិចងាកទៅដល់ពឹបគឺស្រាប់តែគាត់បានឃើញថាចុះអាសនៈធំម៉េចគេបិទវិញព្រឹកគាត់ឃើញអាសនៈធំម៉េចបងនាងហ្នឹងក៏ប្រាប់បន្ថនថាផ្ទះហ្នឹងផ្ទះគ្រូអើយថាផ្ទះគ្រូគ្រូក៏គ្រូទៅយើងនៅតែយើងតាមានតែអីគ្រូនៅតែយើងនៅតែយើងទៅមានអីក៏ស្រាប់តែគាត់ទៅបាន3ខែមែនបងផាអត់មានយកប្រាក់អីមករៀលទេពេលនោះគាត់ពេលទំនេរមកគាត់ទៅជួយគេលាងទឹកគោទៅជួយគេចូលស្មៅឲ្យគោគាត់ថាចុះបើគេចិត្តល្អដាក់ឲ្យទៅមកវិញស្វាយក្រូចសកានេះគេឲ្យមករហូតអញ្ចឹងនៅបាន3ខែបានសុខក៏អត់មានពីណានិយាយអីទាំងអស់ព្រោះដឹងថាគាត់នៅសុខហើយក៏ប៉ុន្តែស្រាប់តែថ្ងៃមួយនៅពេលហ្នឹងគឺចេះពេលហ្នឹងគឺលក្ខណៈថាគាត់យកឈើស្នួហាលកៅអៅហ្នឹងគាត់កាប់អាស័យហ្នឹងឯងយកមកធ្វើគាត់កាប់អាស័យយកមកធ្វើស្នួហាលកៅអៅអញ្ចឹងទៅក៏វាដាច់ខ្សែធ្លាក់ហើយមានកសែងក្រហមមួយកណាត់និយាយថាដូចកណាត់កសែងប្រហែលជា4ធ្នាប់ដៃវាប៉ើងមកជាប់នៅនឹងលបងទៅជាប់ខាងគាត់អញ្ចឹងគាត់យកអាហ្នឹងមកហែកចងលបងហ្នឹងដល់ពេលគាត់យកមកហែកចងលបងហ្នឹងទៅអីទៅគាត់អត់មានចាប់អារម្មណ៍ទេពេលល្ងាចបងថនហ្នឹងគាត់ឃើញពេលល្ងាចគាត់ឃើញគ្រូហ្នឹងដើរមកក្រោយប៉ុន្តែគ្រូស្រីប្រពន្ធគេទេជាគ្រូហ្នឹងគេដើរមករកដើរចោះឡើងនេះអាលបងរបៀបវាប៉ាំងដូចយើងនិយាយបាំងស្លឹកសកានេះបាំងអីគាត់បើកចឹងគាត់បើកមើលឲ្យគាត់ឃើញគាត់ហែកយកទៅចងស្នួរខោអាវហើយបងប្អូនដឹងថារបស់គ្រូឬក៏របស់អីក៏ដោយពាក្យមួយម៉ាត់ថាស្នួរខោអាវគឺសាមអាលៀបរបស់គេគឺប៉ះពាល់របស់គេហើយគាត់ដកថើមធប់ចឹងណាអើយអញគាត់ថាតែប៉ុណ្្នឹងហើយអញគាត់ថាប៉ុណ្្នឹងគាត់អានេះថាចុះសួរនាងឯងយកកណាត់ហ្នឹងមកចងថាហ្នឹងហើយអញឃើញគ្រូនឹងដកថើមធំមិនតិចគេធ្វើយើងថាមែនហ្នឹងហើយថាទៅគុំតកិតអីច្រើនអត់អីទេក៏ស្រាប់តែឃើញនឹងមកតាក់ល្ងាចហ្នឹងគឺបងនាងគាត់ទៅហាលកាអែលគាត់ហាលនឹងគាត់មកយកគាត់ល្ងាចឡើងគាត់យកគាត់ហាលផ្សេងទៀតដល់ពេលគាត់ទៅយកអាកណាត់ដែលចងហ្នឹងលក្ខណៈម៉ោងខ្ទង់ប្រហែលជាចេញពីវិហារគាត់ចេញទៅមិនខ្ទង់ម៉ោង4ជាងម៉ោង5មិនទៅដល់ផ្ទះកាអែលផ្លែអីម៉ោងចូលម៉ោង6គាត់ឃើញអាហ្នឹងមិនមែនជាកណាត់ចងទៀតទេដឹងថាឃើញអីអត់បងប្អូនឃើញសក់មនុស្សស្រីដែលគាត់យកមកចងស្នួរគាត់ថាចុះអញពីរនាក់ចង់ជាមួយនឹងកណាត់តែហើយមិនឥឡូវចេញសក់វិញហៅ
hai khi bằng mười bằng niên anh thon on từ mưa mà đó tiết lên trên cả nạt đằng ọt xù lấy dục là dục nâng tin nhẹ con chặt đang kịch khía đấy lên quạt mưa tới cả lại quạt tròn xây hai cái nâng quạt mưa tới cả lại nâng có xe tay quạt hơi sọ hay phần lư phơn pul bọc quạt phư mà là mồm từ đó hơi sọ lẹ nè sọ cho bang mau phát tay bị lư viết phải môi chơi bị lư cho ta thay trong sẽ kì sọ lên mà tu nghiêm đôi phơn trai chẳng nghiêm mày tay còn thằng ọt suối nó sai láng sai ở nó ngay bỏ kì vậy chăm đó sai bỏ kì bên con được quạt bỏ từ đó đây ở kia bên ngày từ ọt riêng này cùng luôn của quạt thì chua giờ này tôi chui là bộ phán bài smile bài ngày nắng quạt bài phải luôn chẳng sai ở nắng bỏ cái con này quạt bỏ bóp hai bóp á lên vào cái đá mà loan sập bột chặt mà vào một cái nát đang thằng ó đặt cho từ không thô muối cái dầu từ bạn đôi chia cái nát đang cái phơi say thằng ôi anh chẳng quạt nó có thà rô vị thi xong tổ kỳ là bao te hàng một cái bật phì cho lọt cả từ giờ hiến bị ọt xong chẳng quạt trang mơ cái mó cái xong tổ từ mó côn xảy cái đã mó thà quạt rừng ban cả nát môi quạt đang tay quạt sum tô quạt vô mà cho những trăm phẹp một phẹp mai phong trăm phẹp một phẹp mai phong liên côn xảy được ọt ngoại cái đá từ bình bạch đọc đi đây cái đá từ bình bạch từ ấy tới co quạt ở đấy thì chui phèn ăn phơi thì phơi nó quạt ọt mọt ọt co thì ọt phơi ấy đặc biệt thà ọt về hưởng đại ban cả lăng phẹp vậy so tầm lòng vì năng mà ban phải chịu càng lẽ khai vì năng ọt miền ôประกัน เพลิง đặc biệt là ọt miền ôประกัน เพลิง tới miền này vì nó có sao ta bông niếng nắng quạt khơi ô nè lẹ cả này chờ nắng chờ buôn trống đôi dương như vậy thà đôi chờ ở đây này nhảy cho hay việc bảo bài nước tông bài chia pi mẹ chẳng mà mai chân tập pi mét cắt cho cắt lắm mà cắt lương đam bài nước bàn mà về quạt khơi mà ta chờ đến nơi trái ơi thà tẹt bọc khốn chắc thật ăn xây mò chẳng vì nơi cả này là bòn nè son hàng những người nơi trong cả đảo quát có tờ đỏ chơi đang vô máu đỏ chơi mà đó pufพอประกาศเพลิงนำไปปูพอประกาศเพลิงนำไปเนี่ยหนึ่งต่อไปเดี๋ยวก็ปูพอประกาศเพลิงได้นำไปแต่ยุบมีวิญญาณเงินท้ายเมียนnàyบางเมียนต้องกดประกาศเพลิงดำกดประกาศทอนthành trai anh nằm bài anh đu từng co trên các bài pu phai đu mình thấy cái câu hỏi bài chỉ về quát từ đó quát can tụt sạp hay cái nó còn ra tụt sạp chân để bộ thác ra từ tụt sạp chân quát cho bạch vậy cho cái còn đu từng co nâng chânต่อไปกดดูตึงคอใช่ไหมโอ้เด็ดรถมันกดมือหนึ่งขมเลยโอ้นั่นกดเคยโดยใดโดยเชิงชูอย่างทันเหมือนโดยใดในโดยเชิงชูมันได้กิกัดกระจอกเชิงchínhการมอเพลงแข่งสายอย่างchính bên nơi hiện pò sai đó thật chung bên này cái banเชิงชูvô mà rô là banเชิงชูvô mà rô lắm bằng liên thật chúa đấyเชิงชูmà này anh bên ban tinh này thếเชิงชูกดในcâu mà mơ nộp khi mơ thằng pin nhắc hơnเชิงชูmền ba camera bật camera bắp bật flash điện ô trên ô ọt miền trường chủ thế số thà anh bán ô pin này thà anh cho bị cái là bọn anh cho bị bẹt đà là bọn là ngon vậy cung từ chất kia tiết đấy ọt cao đấy này ọt cao thế cung từ chất tiết của thà anh đừng mệt đáy bên nó ọt toàn thử ấy thế ọt toàn cả ấy nhá ngày mùi dục mùi vì nhà có quát ngày nắng ở quạt khú mình quạt hộp đài chẳng ngày nắng quạt ở bàn liền móc quạt hộp bàn nào mình phẹt cái nhà sẽ đọc từ những chân quạt hộp tịch tuổi tới bạc ở nơi thua mà tẹt cạch trùng làm chứ nơi bị một miền về đằng đàm những quạt cối mưa từ khối cho chơi như lên vui từ khối chơi như lên vì định nốt lên khu nó pin nhẹ và phần côn cái đà từ côn xây cái cánh phơi nó đà tàn tới đó rồi chặt cái miếng tập bột nâng mùi chứ miên tam nó miên đây tập bột hay miên tam khổ ma này nè tới đó bắp ru nó còn riêng đôi sầm này đôi ấy chẳng đã bắp pin nhẹ còn kèm tay mười chẳng vô là bón có vô máy thầm đó pin mai phong tầm mơ nâng keng ta còn mơ bị lỡ đấy chứ mày on đó khơi kia nó có vốn ta điệp thì cái thứ ấy kia nó bắp lên bên là côn xây vào kia nó cái đà màu bình bát so cừu rằng hay là một phần cái điệp hai con kia đai trên một bát đôi kia lên cái điệp hai cái đai trên một bát phụ con ấy thật là cái thơ bị thi thơ ấy kia á vì nó còn mơ một khi còn sai nên mà kéo cái cá lư sợi lệ ấy cái lư sợi lệ vậy tao nói lư đôi kia mày mơ đừng khốn ọt thử mơ chỉ hiến ọt thử cả lại nắng mo pi cả lại cốt ba sân chia vậy tới cái vậy khi cái đòi lư mẹ đã lại lư khăn về chân thể lư đôi ba chắc cốt mơ tới cả lại tầm bộ nâng
ដល់ពេលដែលគាត់មើលទៅកន្លែងដំបូងហ្នឹងដឹងមិនអត់បងប្អូនមានមនុស្សដែលកំពុងតែអនស៊ីសំណែនប៉ុន្តែលក្ខណៈចែកមនុស្សហ្នឹងដៃមានខ្លួនមានតែដូចកមុតធំក្បាលជង្គង់ដូចមនុស្សវានដីហ្នឹងណាអនតដើមគ្នាស៊ីអនតដើមគ្នាស៊ីជេចាគាត់ថាអើយអញនៅមើលអញ្ចឹងលេងគ្រូហ្នឹងគាត់បើកអាប្រួចអាសនៈគេមកភឹបគេកែរបៀបថាបើពួកឯងឃើញអីពួកឯងនៅឲ្យស្ងៀមគេកែអញ្ចឹងគាត់ថាញាត់ហើយអត់កើតទេមើលម្ដងទៀតបាត់ឆឹងអត់មានឃើញស្អីនៅហ្នឹងទេដល់ពេលលេងស្អែកឡើងគាត់ថាស្មាទោះគ្រូនឹងកខិចដែរពុទ្ធិសាអីគាត់មិនព្រមយកអាសំណល់ស្អីគាត់ទៅចោលទៅដុតឲ្យស្អាតលេងប៉ើមកស្លឹកចេកគាត់ដែរលក្ខណៈដូចអង្គសរុបដាក់ឲ្យនៅពីលើហ្នឹងអញ្ចឹងដូចឈាមមន់ឈាមអីហ្នឹងវាប៉ើមកតាមលបងហ្នឹងហើយគាត់មនុស្សគាត់ស្អាតបែបពួកគាត់អាសាបោះសម្រាមបោះអីទៅក្រោយដល់ពេលដែលឃើញមកពេញហ្នឹងអស់គាត់ថាអាណាហ៊ានរើសដុតតែរើសដុតទៅមានរឿងឡើយអត់ហ៊ានរើសដុតទេមើលអញ្ចឹងអត់ហ៊ានរើសដុតទៅពេលចោះឡើងគាត់នៅនឹងបានប្រហែលជាកន្លះឆ្នាំបានប្រហែលជាកន្លះឆ្នាំគាត់អានេះរបៀបថាឮថាគេចិត្តឲ្យដូរសាលាមកគេផ្ទះគេអីវិញហើយបងនឹងក៏រៀនថារយៈពេលប្រហែលទៀតទេនឹងបានមកវិញហើយពេលហ្នឹងអ៊ូអទាំងពីរនាក់ថាបើបានទៅវិញមិនទេបានទៅណោះថាហ្នឹងហើយឥឡូវនៅសិនទៅគាត់ស្ដាប់តែថនហ្នឹងមិនដឹងអាមិនគាត់លេងចោះឡើងមួយកូនគ្រូហ្នឹងគាត់ទៅនិយាយគ្នានៅមាត់លបងទៅនិយាយគ្នានាងថាជុំអានេះទៅមានតំណែងអីពីកាលទៅនិយាយគ្នាសួរបានមហូបអីបានហូបអីយូរទៅក៏ពីរនាក់ហ្នឹងហុចអោយគ្នានៅលបងហ្នឹងគេបានសកានេះចិត្តហើយគេបានផ្អែមគេហុចអោយគាត់អានេះធ្វើមហូបទៅអីហុចអោយគាត់ថាមិនអីតំណែងមិនថាមានអីគេស្អាតហើយគេហ្នឹងលក្ខណៈចេះទៀតតាមណាគេថាគេហ្នឹងអ្នកបើកសាឡនបើកអីបើកសាឡនមិនអញឃើញនៅតែផ្ទះថាបើកសាឡនណាមែនម្នាក់ហ្នឹងណាគាត់ឈ្មោះថាវីកូនរបស់គ្រូហ្នឹងគាត់បើកសាឡនបងប្អូនហើយកន្លែងគាត់ស្មាទោសគេប្រាប់ទេមនុស្សចូលអត់មានចង់និយាយថាមនុស្សចូលអត់ដាច់ទេមកឲ្យតែងាកអីមនុស្សហ្នឹងបើថាមិនចង់កក់សក់ក៏ចង់កាត់កញ្ចក់ដៃកញ្ចក់ជើងក៏ចង់លាបសក់ក៏ចង់ដូរពណ៌សក់អីចឹងដែរងាកទៅគឺចូលចឹងកន្លែងហ្នឹងគឺងាកទៅគឺចូលហើយកន្លែងសាឡនរបស់គាត់ថាវីហ្នឹងណាតុក្កតាក៏រៀបតុក្កតាបើយើងអត់មាននិស្ស័យទៅនឹងការចូលហើយងាកទៅយើងអ្នកអត់សូវចូលចិត្តស្អប់មកឃើញតុក្កតាឲ្យស្អប់ដូចខ្លាចមកគឺសារអីតុក្កតាអស់ទាំងហ្នឹងលក្ខណៈគាត់អត់ទុកឲ្យថ្មីទេអាវវាប្រឡាក់ដូចឈាមបន្តិចប្រឡាក់ដូចទឹកស្អីកខិចបន្តិចហើយតុក្កតាមួយមើលភ្នែកអត់ចោះអញើតប៉ុន្តែភ្ញៀវអត់ដាច់ទេភ្ញៀវចូលអត់ដាច់មកអ្នកនេះចូលអ្នកនោះចូលអញ្ចឹងរហូតអញ្ចឹងគាត់ថាមានអីមុខរបរគេល្អថាមិនចឹងប៉ុន្តែកូនគ្រូគាត់ប្រាប់ចឹងកូនគ្រូគាត់ប្រាប់ថាអញមានតែអីលឺលួសអញអីណាអញមានតែលឺលួសអីណាក៏ស្រាប់តែថ្ងៃមួយពេលហ្នឹងគ្រូនឹងអត់បាននៅទេគាត់ឃើញគេមកយកគាត់គេបើកឡានប៉ាជីរ៉ូមកយកទាំងគ្រូប្រុសយកទាំងគ្រូស្រីហើយកូនស្រីរបស់គាត់ពីរនាក់ហ្នឹងអត់បានទៅទេគេទៅអស់ក៏ស្រាប់តែថនហ្នឹងមកមួលនាងថាចែថ្ងៃហ្នឹងម៉ែឪគេអត់នៅទេគេហៅយើងណែទៅហូបផ្អែមហូបអីនៅផ្ទះគេធ្វើផ្អែមសាគូឯងទៅអត់ថាអូយអញខ្លាចថាឈួតខ្លាចអីទាំងថ្ងៃហ្នឹងដល់ពេលដែលមិត្តភ័ក្តិបបួលទៅអីទៅប៉ះចំថ្ងៃអាទិត្យផងថាអញទៅដែរអត់ទៅពីមុខគេផ្ទះគ្រូប្រភេទគាត់បិទលបងលួសហ្នឹងអញ្ចឹងប៉ុន្តែចេញចូលគាត់បើកទេពីរនាក់ហ្នឹងអានលបងជាប់គ្នាផ្លោះលបងឡើងលបងហ្នឹងផ្លោះលបងប៉ុន្តែពួកគាត់អត់បានមើលឡើងលើលបងហ្នឹងគាត់លូតទៅនៅក្រោមជើងរបស់គាត់គេដុតធូប3សរសៃតែធូបហ្នឹងឆេះអត់អស់ទេឆេះបានមួយកណ្ដាន់ដូចភ្លៀងមកឲ្យលុតធូបហ្នឹងហើយមានអាសំណែនមានអីតិចតួចវាមិនច្រើនទេរបៀបដូចធ្វើឲ្យមរេងគង់វាលមកក្តាប់ទូចមួយអីចឹងគាត់លូតកន្លងទាំងពីរស្អីគេថាអញមិនដឹងទៅក៏ស្រីហ្នឹងគេចាំទទួលគាត់ថាផ្ទះគ្រូមែនប៉ុន្តែស្អាតបាតតាខាងមុខហ្នឹងកខិចទៅខាងក្រោយតាគួរសមពីរអ្នកគាត់ក៏ទៅហូបប៉ុន្តែដល់ពេលប្រអែមឆ្អិនអីឆ្អិនភ័យម្ដងទៀតឯស្អីគេប្រើអាចានបុរាណចានបេរាចានអីហ្នឹងមកដួសផ្អែមដួសអីហ្នឹងគាត់ថាអានញ័រទៀតហើយហូបផ្អែមហូបអីមួយគេចែកលេងចឹងទៅអញ្ចឹងចំពោះហនថនជាមួយនឹងថាវីហ្នឹងគាត់តំណែងស្នេហាចែកគ្នាអីគ្នាពីនេះពីនោះអញ្ចឹងបងស្រីគេក៏គេប្រអាប់លេងចោះឡើងអញ្ចឹងណាគាត់ក៏ថាអញញ៉ែបងដែរឡើយ
គាត់នឹងនិយាយលេងមួយគេអញ្ចឹងទៅនិយាយលេងញ៉ែលេងមួយគេចេះមួយចោះពីរួចរាល់ក៏គាត់ហ្នឹងគាត់ថាឥឡូវជជែកលេងឲ្យមកពាក់កណ្ដាលថ្ងៃអីក៏ស្រាប់តែមានគេនឹងគេមកក៏សួរគ្រូនៅអត់មីអូនគ្រូនៅអត់មីអូនគាត់ហ្នឹងក៏គាត់ថាពុកឲ្យម៉ែអត់នៅទេពុកម៉ែទៅមើលគេនៅឯស្រុកផ្សេងបាត់ហើយទៅមើលឯស្រុកផ្សេងបាត់ហើយពេលហ្នឹងក៏គេនឹងគេសួរចេះដើមសួរគេនិយាយពីអ៊ីងជើណាពួកឯងមកពីណាចូលផ្ទះគេថាខ្ញុំនៅជាប់លបងហ្នឹងតើពួកខ្ញុំគ្រូបរិញ្ញានៅសាលានេះតើគ្រូបរិញ្ញានេះហ្នឹងហើយគេថាចេះមានចេះមានពាក់ខ្សែចង្កេះពាក់អីអត់ហ្នឹងអត់ចេះចូលលបងផ្ទះគេថាប៉ុណ្្នឹងគេចេញទៅវិញបាត់គាត់ថាងាប់គាត់ទៅចូលផ្ទះចាំបាច់ពាក់ខ្សែចង្កេះចាំបាច់ពាក់ខ្សែចង្កេះមានណាគាត់ក៏ទៅផ្ទះវិញយប់ហ្នឹងមកលេងគាត់ពួកគាត់ដេកនៅលើផ្ទះទាំងពីរនាក់ដេកអញ្ចឹងមើលមេរៀនត្រូវបរៀនមើលអីអញ្ចឹងកាយឯកសារគេអីតិចតួចអញ្ចឹងណាក៏ស្រាប់តែលឺសលេងអត់ដឹងថាសលេងហ្នឹងមកពីណាទេហេអាពីរនាក់ចុំលឺមកពីណាដើរទៅគាត់ដើរមកអញ្ចឹងដើរតឹបដើរមើលក្នុងបន្ទប់អត់ឃើញមកកន្លែងវេដងដែរមកកន្លែងវេដងដែរក្មេងហ្នឹងគ្នាវា3នាក់ក្មេងទូចវាអង្គុយលើលបងប៉ុន្តែវាតម្លាក់ជើងវាតម្លាក់ចូលទៅក្នុងដីរបស់គ្រូឯងចំកន្លែងដែលគាត់ផ្លោះលបងចូលទៅហ្នឹងកន្លែងហ្នឹងវាតម្លាក់ជើងទៅខាងនោះក្មេងប្រុសទាំងអស់វាបែរមកមើលពួកគាត់វិញតែខ្លួនវាអត់បែរវាបែរតែក្បាលមានន័យថាក្បាលហ្នឹងវាបែរបានទៅជុំវាបែរមកក្រឹកមិនអញហក់ម្លងក្បាលអញមិនអញហក់ម្លងក្បាលអញគាត់ថាហឺយគាត់ចូលបន្ទប់វិញព្រឹបបិទទ្វារយកបណ្ដោះស្អីគេថាដឹងហ៎ស្អីហ៎មិនសួរថាមិនហក់ម្លងក្បាលអញហើយក្មេងហ្នឹងស្អីគេហែងចាំបានអត់យើងលោតទៅមានសំណែនមានអីមែនតើមែនតើគាត់មកក្រៅឲ្យគាត់អុជធូបគាត់និយាយអត់មានមុខណងទេអីទេអញ្ចឹងណាអត់មានបំណងទេអីទេលេងឈឺអត់បានបរៀន3ថ្ងៃតែឈឺឆ្លាស់គ្នាបងនាងឈឺមុនមិនថនឈឺតាមក្រោយអញ្ចឹងពួកគាត់អានេះដូវេនវាថាដាក់ច្បាប់ឲ្យគ្នាដូវេនទៅបរៀនអញ្ចឹងគ្រូថ្នាក់ទី6គាត់ទៅបរៀនថ្នាក់ទី5បានអញ្ចឹងគាត់ដូវេនថាមិត្តភក្តិគាត់ឈឺចេះមួយចោះពីទៅគាត់ខុសម៉ោងគាត់បរៀនគាត់ទៅបរៀនបានគាត់ជំនួសឲ្យគ្នាដល់ពេលគាត់ជំនួសឲ្យគ្នាបងនាងដែលឈឺមុនប្រាប់ថាចាឲ្យតែដេកមកនៅលើខ្លួនដេកមក3នាក់មកអាមួយសកត់ជុងជើងយកដៃសកត់មករៀមជើងគាត់ចេះអាមួយនៅពីលើត្រង់ចង្កេះអាមួយទៀតនៅកណ្ដាលធូងហ្នឹងបិទភ្នែកមកគាត់ប្រាប់មកនាងគាត់ប្រាប់ថនថាអត់ស្រួលទេអានាងឯងអាថនឯងអត់ស្រួលទេមកគាត់ថាលេង3ថ្ងៃបាច់វិញបាត់បេះចឹងបាត់ដូចបេះចឹងដល់វិញមកថនម្ដងនិយាយទៅទាំងពីរនាក់ហ្នឹងនាងនឹងថនទាំងពីរនាក់ឃើញដូចគ្នាដល់ពេលឃើញក្មេងសកត់ដូចគ្នាថាទៅសុំគ្រូហ្នឹងមកអត់ការទេសុំគ្រូហ្នឹងប្រាប់ថាយើងនឹងខុសយើងអីចឹងណាទៅដល់ក៏ទេទៅនិយាយថាវីដូចសង្សារហ្នឹងទេលេងអត់លើកទេអាមិនកុំលើកឆាតអាមិនកុំតបថាចុំទេមិនកុំលើកឆាតមិនកុំតបសុខចិត្តដើរទៅថាវីហ្នឹងត្រូវបានឪនឹងស្ដីឲ្យអត់ឲ្យតាក់តងទី1ទី2គឺឪនឹងប្រាប់ថាពីរនាក់ហ្នឹងមកម្លងក្បាលគេអត់កើតទេគាត់ក៏ចូលទៅគ្រូក៏សួរមកធ្វើអីគាត់ថាគ្រូខ្ញុំថ្ងៃមុនខ្ញុំផ្លោះលបងមកលេងខ្ញុំសុំទោសខ្ញុំហក់មកម្លងឲ្យក្មេង3នាក់ទៅហ្នឹងក្មេង3នាក់ទៅហ្នឹងពងនិយាយមួយឡើងទៅនិយាយមួយគ្រូនៅលើផ្ទះណាគឺបានបងស្រីរបស់ថាវីព្រោះថាវីអត់និយាយបងស្រីហ្នឹងចូលថាឡើងទៅហូបពុកអាសនៈគេ2អាសនៈមួយនៅជាហៀងខាងដែលគាត់មើលឃើញវាបាំងបន្ទប់មួយចែកអាសនៈរបស់ឪអាសនៈរបស់ម៉ែបែរមកអញ្ចឹងប៉ុន្តែពេលដែលគាត់ឡើងទៅនិយាយមួយឪគេហ្នឹងសុំទោសគេហ្នឹងមិនអត់បងប្អូនរូបកមួន3នៅពីមុខឪគេហ្នឹងដូចរូបកមួនកូនក្មេងអញ្ចឹងនៅពីមុខហ្នឹងដល់ពេលរូបកមួននៅពីមុខ3គាត់អញ្ចឹងឪថាសុំទោសនេះពុំមកសុំទោសឯងអញ្ចឹងគាត់និយាយមើលរូបកមួនហ្នឹងគាត់សុំទោសគាត់លោតទៅអញ្ចឹងចោះអីចឹងណាគាត់ថាអង្គើគ្រឹកអត់អីទេចាំអញនិយាយមួយគេប៉ុន្តែប្រាប់អាពីនេះឯងឲ្យហើយឯង3ដងហើយលើកទី1ហែកកណាត់អញយកទៅចោលលើកទី2ពួកឯងយកអូសនឹងយកទៅដុតអញសិតតែអញហោសកម្មឲ្យស្ដាយអញលើកលែងឲ្យទាំងអស់លើកទី3អញហ៊ានចូលបងតែអញហក់ម្លងក្បាលគេឯងចាំមើលឯងប្រយ័ត្នតិចដល់ពេលយើងទៅប្រាប់គាត់ឲ្យប្រយ័ត្នគាត់ណាក៏ប្រយ័ត្នគាត់លែងហ៊ានមកប៉ុន្តែដល់ពេលគាត់លែងហ៊ានបង្ថនហ្នឹងគាត់នៅតែតាក់តងថាវីហ្នឹងដែរបន្ទាប់ពីហ្នឹងមកថាវីហ្នឹងក៏ព្រមនិយាយជាមួយគាត់អីមួយគាត់អញ្ចឹងពីរនាក់ហ្នឹងទៅជាស្រឡាញ់គ្នាពេលវេលាចេះតែកន្លងផុតទៅអញ្ចឹងមានពេលខ្លះគាត់ត្រូវទៅជួយការងាររបស់ពុផាអញ្ចឹងហៅនឹងថនហ្នឹងទៅថនថាគាត់អត់ស្រួលខ្លួនទេគាត់អត់បានទៅទេធៀបពិតអត់ទេ
chăm tay bồng niên nâng từ pot bằng thon nâng lui tình dậy môi kia nâng nơi là bòn khỏi này chẳng thấy là điểm lui lẹ tẹt tông khía lui lẹ tẹt tông khía cho làng pi một ngày từ một ngày có sập tại quạt ọt đằng thà tá bằng thon nâng ban chua cho mình cồn kế đây được gọt đưa gọt để trong tầm là món kia bậc hàng này nơi bên nâng cứ bằng thon quạt ban do khả bọt thà vi nâng màu hơi còn do tộc ta màu mùi tiền tộc ta ở nụ sao với để thả vi nâng oi tộc ta muối khả ai bọt thả vi nâng mà có play khả ai bọt thả vi để oi màu ai nâng ai nhưng ai tới bọt ai bả support hole vô mà đỏ lên thon đuôi từ bọt kì quạt vô mà đã mùi chơi quạt điệp đuôi mà là ăn chân hay do ai một vẹn chỉ muối vô support từ sliệm chơi hình cùi mơ chắc hay đặt tộc ta các bạn đang tiêu thành hành cố đấy chi vì sao cứ pe dục quạt thả làng máu miên sport miền tây đuổi mà lư đã chẳng ôi đã thấy con mơ chẳng lên ngày mùi về nằng ban bằng những nó đừng thả tóc ta nó như chồng này do tóc ta nó mà đã này khẳng nổi quạt cho tới khôn tóc ta nó mà nơi khẳng này quạt sân ôm po ai giỏi kì vậy anh ọt xua đây ăn thon này hay giỏi kì bé ọt giỏi cái chọc anh nơi 10 anh ta thế thật thấy hay mình khơi thế anh thả đi chạy đài thọ thế hay qua thà một thao năng đôi ở chừng gì đâu thà đôi trong vì coi chỉ đặt biết được sao ta có thật tham ai tham support kia đừng là hốt lên kia đừng rương cái bàn pha côn sấy kia ói mà xông vô khả đừng mình ngày nắng đứng trôi lời té cô đừng mò là bòn ấy nhưng xông khả cái tôi có tan với mò bòn tham mấy chân ổn ở vô mình ở vô với bọt vô tại kia bọt vô tại cái nó chuột vào đây sợi cọt vào đây bọt vào đây thằng đang sợi cọt chuột nên một ôi plum pha nghĩ một quạt pin nắng ấy cứ chụp cuộc một niềng quạt option nóc nên chất bạn ấy quạt xùa bạn ấy có thả tay nắng mà rồi phía rồi đấng ta cùng cuốn đấng ta lên hại buồn để xa ấy cứ quạt ban xong say thả bằng thon nắng plot là bong mà đón tại vì đó cái chụp côn xây kia nó khỏi tiền quạt xong say chân thì môi mà lồng các bạn cái tí cứ quạt này bạc bò kì ai đừng miên hiểu con tay quạt tha bằng thon nó tạp quạt tay tròn lên thì pe đằng ngọ mà lồng bên ngày đằng mong thon có thể luôn chư nơi bên nụ thon có thể quạt xù lên oi tới bờ yên tới quạt xù thì quạt đại ba bảy quạt đại ba quạt xù bên nó quạt đi là lên tiền có mà tục quạt tha bằng niềng nó quạt màu với nhé mà nước pi nhẹ đây là tầm kia bằng thon rồi tôi có quạt đây chẳng ngày có cho chất đây nghe vân tay miên mà nè tiết đây tận tâm cho mình qua tạo miên ba này mà nè năng miên chương miên này rúp riêng và trẻ tha rúp riêng chi mà được rồi vân tay pẹ ai bác pẹ support hole rồi đây chương ấy mà được rồi chứ vân tay pẹ ai support đã kén cái ỏi màu khơi nhà năng quan như con đặc khơi phốp con thạ con bật này thạ vậy chi mà tô mà bị điên anh pung là xong say hơi thà bình chẳng hay mơ lòng kết mặt bạc khơi đấy bong đi đây có phong tệ khi nằm thon đây có phong tệ có thay dạng na có xù lại dạng na có xù đấy nơi bên đang có sập thành chạy là nghĩ nè mò cùi làm bài làm ấy hộp chụp kia chẳng thon có thay có chứ thì có cho bị lừa tiền mà cho mà đó quạt tình làm tình ấy lên bài mà đó đọc khối bật cái yết khe lên quạt bằng cùi chẳng cùi chắc cho cung chẳng cùi cho cung sập tay trên đôi chọn so môi trên chỉ cung quạt mà phết đôi mà trôi chắc ấy chợ ưng tranh mà phơi thở ấy cái chợ bạch mới thở chợ ưng liên số mọi mà rôm phim mà rôm chợ ưng số mọi đang rôm đặc yêu tới mơ ta mơ chắc bát còn tại bên đang còn chập đàm hầm chụp cùng các bạn chụp cùng còn chập đàm hầm cho mình nhưng chẳng bằng thon nó quạt hầm các bạn chụp cùng mà chỉ hiểu nó hầm khăn ngành tệ hầm là hốt đó hầm có chọn chứ đó bây giờ còn chập đàm hầm hay có thể anh nhọt xuống đấy anh chứ anh nhặt xua thì anh chứ bên nó còn thà anh còn đang đây nhặt xua mình là mình có thể anh đang đặt tiện chụp vào đó thế bộ mưa tới anh tơi lên ngủ chơi tơi lên ngủ thà lại hình phèo anh mơ hay mình khơi dây ót hành rạp anh mơ hay mình khơi dây ót vô hành một đôi chọt bàn sầm bàn so qua ra thành chơi có anh ta bồng niên lên tranh việc thấy từng ngày có thà tôi có tàng coi pin một bộ coi hay là ngay pin một bộ có đọc tập khui thế hiên vậy ấy
ដល់តែពួយហើយគាត់ដើរទៅពេលដងដែរអាលើលបងគេសតតុកតាទាំងអស់ចូលមុខគាត់នៅលើលបងហ្នឹងចូលគាត់ទាំងអស់នៅពេលហ្នឹងគាត់អត់ដឹងថាធ្វើមិនទេគាត់លក្ខណៈថាបងនាងគាត់ទៅធ្វើការសិនហើយគាត់ជាទៅផ្ទះរបស់ពូផាហ្នឹងទៅនិយាយទៅដល់គាត់ថាពូផាពីតាណាដើមរឿងគាត់ថាអត់ស្រួលហើយនោះស្រឡាញ់ថាហើយទៅស្រឡាញ់កូនគ្រូហ្នឹងថាហ្នឹងហើយហេពូអាចឈួតហើយនេះចេះតែមានលក្ខណៈថាស្និទ្ធហើយគាត់ហៅអញ្ចឹងអញហ្នឹងហើយឈួតទេមិនទៅស្រឡាញ់កូនគ្រូហ្នឹងគាត់ប្រាប់តាំងពីរឿងគាត់ផ្លោះលបងយកទៀតថាឯងចង់បដដល់អញប្រាប់ឯងត្រង់ផ្ទះហ្នឹងបើឯងនៅបានសុខបើឯងអត់បំពេញគេទេប៉ុន្តែដីហ្នឹងអញដាក់លក់10 20ដងហើយអញដាក់តម្លៃគេលឺពីចងាយគេមកដល់គេអត់ហ៊ានទិញទេគេអត់ហ៊ានទិញទេមានពេលមួយអ្នកហ្នឹងគេចេះគ្រូដែរគេមកដល់គេថាចេះគេមកពេលល្ងាចអញ្ចឹងណាមកដល់គេអើតមើលថាដីហ្នឹងមិនអីមិនគាត់តែមកដល់គាត់ថានៅលើលបងហ្នឹងអាខ្លះមានតែមួយកណាត់ខ្លួនអាខ្លះអត់ក្បាលទេអើតមកមើលថាមានពីណាមករកទិញអីមកនៅហ្នឹងគេគាត់តែឃើញគេឡើងឡានកាមេរីគេទៅវិញភ្លាមគេអត់ត្រូវគេទេហើយពួកឯងនេះមកនៅបានសុខអញលឺថាសុខ5 6 ខែកន្លះឆ្នាំអញសប្បាយចិត្តណាអញគិតថាពួកឯងបើអត់មានកម្មមានទីអីមួយគេមានអបនិស្ស័យល្អហើយចង់មិនបានមានរឿងចឹងមិនបានមានរឿងចឹងគាត់ក៏ប្រាប់ថាដូចអ្វីដែលគាត់និយាយចឹងផ្លោះលបងមួយទៀតគឺស្រឡាញ់កូនគ្រូថាចប់ឯងចប់ចេញពីនឹងរកគ្រូដល់ឲ្យលឿនអត់កើតទេគាត់ដាក់ពាក្យឈប់ធម្មតាគាត់ដាក់ពាក្យឈប់គេត្រូវការរកគ្រូមួយចំនួនដាក់ពាក្យឈប់ទៅគេរកគ្រូមួយចំនួនបង្ថនហ្នឹងគាត់ចាប់ដើមធ្ងន់បង្ថនគាត់ចាប់ដើមធ្ងន់ថ្ងៃហ្នឹងបងនាងគាត់ឡើងពីកម្មចដាតែគាត់លឺសលេងហើយមិនអត់ទេលឺសលេងនៅលើផ្ទះគាត់ថាមនុស្សប្រហែលជាមនុស្សផ្សេងគាត់ឡើងតាមកម្មចដាមួយម៉ោងខ្ទង់ប្រហែលជា7យប់ដុតចាប់អំពូលចាប់អីនៅហ្នឹងប្រើយើងអង្គុយទេនៅហ្នឹងគាត់ភ្លើងអីមានទាំងអស់ប៉ុន្តែគាត់ប្រើអង្គុយដោយសារអីអាហ្នឹងមានជាប់ខ្លួនទៅស្រាប់គាត់គិតថាគាត់ទៅតំបន់ដាច់ស្រយាលអត់មានភ្លើងរត់ទេតាមពិតមានហើយតែពេលមានភ្លើងរត់គាត់ជ្រុលជាយកអង្គុយនឹងទៅហើយគាត់ប្រើវាដែរអញ្ចឹងណាអញ្ចឹងគាត់បានដាក់អំពូលរបស់គេទេថ្ងៃហ្នឹងអំពូលគេធ្វើទុកផងភ្លឹបផ្លែវាឈឺក្បាលគាត់ខ្ជិលទៅដូរអំពូលគាត់ចាប់អង្គុយនឹងយកមកដល់ពេលគាត់ចាប់អង្គុយនឹងយកទៅដល់គាត់ឡើងទៅគាត់ថាមែនអង្គុយពាក់អាវប៉ាក់ហ្នឹងសពុតហ្នឹងតែមិននឹងព្រោះអត់ក្បាលទៀតនៅចោលផ្នែកថនហ្នឹងអញ្ចឹងនៅឆ្ងាយពីគាត់ប្រហែលខ្ទង់ប្រហែលជា2ម៉ែត្រនៅចោលផ្នែកអញ្ចឹងគាត់ថាគាត់ងាកមុខចេញឲ្យរសឡប់ហើយអញតាំងចេះចាប់ងាកម្ដងទៀតបាត់ឆឹកពូផាបានប្រាប់ថាអញក៏មិនចេះអីដែរប៉ុន្តែបើសិនជាគេមានគំនុំមួយនោះគេលេងតែនោះទេហើយណារិស័យអញយើងខ្ពស់ដែរណាឯងមិនលើកថាជួយគ្នាអីគ្នាទៅអញ្ចឹងគាត់ឡើងទៅឃើញគាត់ថាចេះឥឡូវអញហ្នឹងគេឲ្យសារ៉ែហើយអញ្ចឹងអញយកអញទៅផ្ទះវិញពោះដោយសារអីអញរកគ្រូនៅតាមនេះអត់បានទេអញរកឡើងឆ្អែតឲ្យរកអត់បានហើយបើយើងចូលផ្ទះគ្រូហ្នឹងចូលអត់កើតទេហើយលក្ខណៈថាបង្ថនហ្នឹងគាត់ឈឺពីដំបូងឃើញតែជើងនេះបន្ទាប់មកឃើញរូបរបស់គាត់ណាបងប្អូនរបៀបដូចកាឡាសណាញ់របៀបដូចស្បែកគីង្គក់សាច់របស់គាត់ហ្នឹងដូចដៃមួយដូចស្បែកគីង្គក់ហ្នឹងនៅក្រោមស្ទៀមផងនៅទ្រូងផងនៅនឹងដៃនឹងផង3 4កន្លែងហើយគាត់ប្រាប់ថាអាកន្លែងហ្នឹងក្តៅកន្លែងហ្នឹងក្តៅថាអត់អីទេគាត់នេះគាត់រកថារកដឹកមកទេហើយដល់ពេលចុងក្រោយខាងហ្នឹងគាត់ឲ្យនេះមួយគាត់ឲ្យតម្រុយមួយគាត់ថាចែកអញទៅពួកឯងជូនទៅគ្រូប៉ុន្តែដាច់ខាតអញប្រាប់ពួកឯងអាចចេញតាមរបងខាងមុខបានទេបើឯងចេញនៅមុខគឺចប់ហើយឯងគ្រាគ្នាឯងចេញមកក្រោយឆ្លងអូមួយអញបើកឡានចាំទទួលនៅក្រោយអញអត់ចង់ឲ្យជួបគ្រូដល់ឯងទេបើមិនជាគាត់ទៅយកនៅនឹងប្រហែលជាមានគ្រូមានអីដល់គាត់ទៀតអញ្ចឹងណាអញ្ចឹងគាត់អត់ចង់ដល់ពេលដែលប្រាប់ទៅអីទៅហ្នឹងគាត់យល់ព្រមថាអត់អីទេចាំគាត់យកគ្នាគាត់ទៅក្រោយហើយចោះឲ្យបានគាត់អត់ថាឲ្យបានឯងច្រើនអត់ច្រើនអាណាចោលបានចោលណាចង់បានយកតែខ្លួនអញ្ចឹងពេលហ្នឹងក៏គាត់ថាចេះឥឡូវបើគាត់បញ្ជូនទាំងយប់យកមកលាក់នៅហ្នឹងបានអត់ថាបញ្ជូនបានប៉ុន្តែបងពូផាហ្នឹងក៏ប្រាប់រឿងមួយបញ្ជូនពីហ្នឹងឆ្លងមកហែងដើមមកប្រកាសជាមានអ្នកសួរហែងតាមលបងគុំឆ្លើយគុំធ្វើឃើញរឿងឯងមើលទៅស្អីឯងខ្ពស់ណាស់ឯងអត់ងាយត្រូវទេហែងឈឺលើកទី1ហ្នឹងហែងឈឺហ្នឹងគង់តែរបៀបថាដាក់មកផ្លែទេអញ្ចឹងប្រាប់ទៅកាន់បងនាងហ្នឹងបញ្ជូនឲ្យបានយកឆ្លងអូមកដល់ដាក់នៅកន្លែងនេះស្អែកឡើងពេលព្រលឹមអញទៅយកពួកឯងតែឯងបញ្ជូនឲ្យបានគេបញ្ជូនបានតែពេលយប់ពេលយប់ឯងប្រកាសជាលឺសលេងគេមែនយូរឲ្យបានទៅបងប្អូនដើរតាមលបងទៅណាគាត់ថាអញអត់ងាកទៅណាហេហែងទៅណាសួរទៀត
5 mét số 1 mét số hay đây nắng ấy các bạn đây nó tung phải chia 30 ហើយបណ្ដោយនឹងខ្ទង់ប្រហែលជា60ទៅ70អញ្ចឹងវាឆ្ងាយដែរ5 mét សួរ5 mét សួរឯងទៅណាអត់តបទេឆ្លងទៅដល់អូតូចមួយហ្នឹងគេមានគេរៀបឈើដូចគេទៅចកាទៅអីអញ្ចឹងណារបៀបគេដើរលើឈើឆ្លងអញ្ចឹងឆ្លងទៅដល់យកដាក់ម្ដងមួយអាពេលទៅអត់មានឃើញអីទេឮតែសលេងអាពេលមកវិញលប៉ុយនៅពីលើលបងគាត់ថាគាត់ដើរងាកមកសាមដៃងាកមកផ្ទះដូចថាដូចផ្ទះចិនហ្នឹងគាត់ងាកមកខាងនេះដោយសារអីគាត់ថាអាខ្លះអត់ក្បាលអាខ្លះមានតដៃទេនៅលើលបងហ្នឹងអើមកលើលបងខ្លួនឯងទៅណាឯងទៅចោលផ្ទះហើយមែនឯងទៅណាឯងទៅណាវើយគាត់ថាយូរទៅដូចគេផ្ទះប៉ោះជាងផ្ទះសួរគាត់ឲ្យគាត់ងាកទាំងផ្ទះលបងហ្នឹងបន្ទាប់មកយូរលបងគ្រូបក្រាបហេហើយនិយាយមួយអញតិចមើលគាត់នឹងគាត់ថាដាច់ខាតបងងៀងថាអញអត់មើលទេពងផាប្រាប់អត់មកដល់ផ្ទះឡើងធ្វើអីគាត់អត់បានទេយប់ហ្នឹងដេកគាត់ថាដេកមើលមិត្តភក្តិគាត់ដេកគាត់ថាមកទូបមកហើយមកវឹងហ្មងប៉ុន្តែបងផាហ្នឹងយប់ហ្នឹងគាត់ថាយប់ហ្នឹងឯងត្រូវចេញគេប្រកាសជាយកឯងទៅហើយគេប្រកាសជាមករកឯងជាយប់ចុងក្រោយអញ្ចឹងឯងត្រូវចាំណាអញឲ្យរបស់ទៅដល់ឯងមិនបាច់ស្រាញមើលទេកណាត់ហ្នឹង3ចងរបស់អាកណ្ដាលអាចហៀងខាងនេះវែងបន្តិចប្រហែលជាថងកណាត់ហ្នឹងប៉ុណ្ណឹងទូទៅ3ធ្នាប់ដៃហើយអាខាងឆ្វេងហ្នឹងវែងជាងបន្តិចអាកណ្ដាលវែងជាងគេដូចកតោងខ្សែកអញ្ចឹងឲ្យមកអញ្ចឹងប្រាប់ថាពាក់ទៅលើខ្លួនរបស់មកថងយប់ហ្នឹងកុំឲ្យអានោះវាធ្វើវាមកកាច់បាក់កបានកុំឲ្យសោះណាអានោះអត់ក្បាលទេអញប្រាប់ឯងប្រាប់អញដឹងថានោះអត់ក្បាលទេវាយកក្បាលអាថនហ្នឹងមកចំនួនដាក់ក្បាលប្រយ័ត្នតិចគាត់ហ្នឹងក៏គាត់ស្ដាប់តាមគាត់យប់ហ្នឹងពេលដែលថនហ្នឹងដេកលូគាត់ពាក់ឲ្យគាត់ថាម៉ោងក្នុងពី10យប់មកហ្នឹងបើកទ្វារងាមកដល់អាពលឺភ្លើងវាភ្លឺទៅដល់ឃើញអត់មានទេគាត់ថាដើរមកអញ្ចឹងដើរមកធើងដើរមករកអញ្ចឹងដើរមកធើងគាត់អានេះគាត់បិទភ្នែកគាត់ថាអញអត់មើលទេមកធប់លេងមកដល់ចុងជើងមកមិនដឹងព្រមមកធ្វើអីទេមកដល់ចុងជើងទៅដូចចុងប្រងចូលស្ថិតបន្តិចចង់បកាច់បាក់កអីបន្តិចចឹងណាតែធ្វើអត់កើតធ្វើអត់ចេញវាទៅវិញដល់ពេលវាទៅវិញវាអត់ដើរទៅមុខឯងវាអាយ៉ែថយក្រោយទៅបិទទ្វារឲ្យទៀតអាមកបើកទ្វារទៅវិញបិទទ្វារឲ្យទៀតបិទទ្វារនឹងក្រាគាត់តែគាត់បិទទ្វារក្រាអានឹងបិទទ្វារក្រាឯងគាត់ថាអូយអញបន់គុណម៉ែគុណឪព្រលឹមឡើងបងផែប្រាប់ថាគាត់មកយកខ្ទង់ម៉ោង5ជាងចាំទៅក្រោយនោះលេងព្រលឹមឡើងគាត់អានេះភ្ញាក់មកមើលមិត្តភក្តិហ្នឹងជើងរបស់គាត់ចាប់ដើមហៀទឹកល្ងៃចាប់ដើមឈឺហើយអាកន្លែងក្រហមចាប់ដើមតែងស្នេហ៍កែតោះទៅអញដើរបានអត់ថាដើរបានអញដើរជើងមកជាហៀងដើរជើងមកជាហៀងគាត់ប្រាប់ឲ្យហើយណាពេលហ្នឹងអីបានយើងយកទៅអស់ហើយក៏បងផែហ្នឹងអត់ឲ្យនិយាយអីដែរដើរទៅដល់គឺទោះជាអ្នកលបងផ្ទះខាងនោះសួរថាម៉េចហ្នឹងក៏គេសួរទៅយើងកុំតបកុំឆ្លើយអសោះដឹងតែពីទៅផ្ទះមកមុខហែងយល់អញនិយាយអត់ថាដឹងហើយទៅមើលគ្រូឲ្យទៅផ្ទះអញដឹងហើយគាត់ថាផ្ទះខាងគេដូចខាងចិនហ្នឹងលេងគេដើរជះទឹកដូចទឹកអង្គគេជះដូចជះបណ្ដេញគាត់ក៏មិនដឹងគេជះអីមិនដឹងអាលបងខាងនេះមិនដែលឃើញមានចលនាអីផងណាគេផ្ទះឆាវទៅពេលគាត់គ្រាគ្នាដើរទៅអីវ៉ាន់មិនសល់តិចតួចមានអីបន្តិចនឹងពួកគាត់យកទៅពីយប់អស់ហើយយកទៅដាក់ហ្នឹងដើរគ្រាគ្នាទៅមានណាអាហ្នឹងមិនមែនខ្មោចអីមនុស្សកូនស្រីគេនឹងមកថាវិញសួរបងទៅណាដល់ពេលមកស្ទុបគ្រូនឹងមកអីឯងទៅណាដើរតាមគាត់តាមលបងហ្នឹងដើររត់តាមឲ្យឯងទៅណាថាអត់មាត់ទេគ្រាមិត្តភក្តិដើរប៉ាក់ខ្ញាដាច់ខាតអត់និយាយហៅគេទេដាច់ខាតមកទៅដើរប៉ាក់ខ្ញា1 2 3ទៅមុខយ៉ាងណាក៏អញមិននិយាយហៅដែរទៅដល់លបងហ្នឹងគាត់ទៅដល់លបងគ្រូហើយនឹងម្នាក់ហ្នឹងអត់មាត់ទេប៉ុន្តែអ្វីដែលសំខាន់ណាស់ព្រឹកប្រហៀបគាត់ទៅដល់លបងគាត់ទៅចេញពីលបងហ្នឹងបងនាងហ្នឹងគាត់ងាកមកគាត់ងាកចៃដន្យណាងាកមកអត់ព្រមនិយាយមួយគេគាត់ថាងាកមកទឹកដៃមិត្តភក្តិទៅងាកមកដល់ខាងឆ្វេងដៃជាថាវីកូនរបស់គេកដាលជាគ្រូនឹងខាងស្នាមដៃអាប៉ែមួយពាក់អាវប៉ែអត់មានក្បាលនឹងឈរនៅហ្នឹងគ្រូសម្បល់គ្នាឈរទៅគ្នាមកមួយគេដែរមកដែរដល់ពេលចឹងទៅគាត់ថាក្បាលនឹងប៉ុនជាអេស្បែងខ្ញុំអ្នកនិយាយក្បាលព្រឺសម្បល់លើមកគាត់ទៅដល់គាត់ថាផែហ្នឹងលើកអីបានដាក់ឡាននិស្សិតរបស់គាត់ហើយអស់តាមមកឡើយ
ឡើងគុំខ្វល់ឡើងណានគាត់បើកចេញទៅចឹងថាតិចមានគូស្នេហ៍ដល់មួយថ្ងៃថាអត់អីមិនបាច់ភ័យទេអញមានរបស់អញមើលលឿនឡានឃើញវីយូឃើញអីពេញនឹងអស់ទៅដល់បើកទៅតំបន់ដាច់សយ៉ាលមួយមានតែកស៊ូមានតែស្អីមានតែរបៀបថាចកាខ្នចការបស់គេថាទៅណាថាទៅផ្ទះគ្រូមានប្រុសម្នាក់ចាំដីឲ្យគេនៅហ្នឹងទៅដល់ខ្ទមស្លឹកហ្នឹងនៅហ្នឹងពុកប្រក់ស្បូវអីស្បូវហ្នឹងបើកឡានចូលទៅពឹងទៅដល់ក៏គាត់ហ្នឹងគាត់ទៅដល់ផ្ទះអូននឹងព្រាមបងផែហ្នឹងដោះស្បែកជើងដោះអីលុតជង្គង់ទៅដីសុំឲ្យគេជួយលក្ខណៈគ្រូខ្លាំងហើយគេដូចថាគេលាចាក់សកាបត់គេអត់ចង់មើលទៀតអីទៀតចឹងណាទៅដល់លុតជង្គង់ឲ្យគ្រូហើយខ្ញុំសុំឲ្យមើលក្មេងផងក្មេងនឹងខុសបំផែនហ្នឹងគាត់លុតជង្គង់ដែរលុតនាងគាត់លុតជង្គង់ដែរពេលថតគាត់លុតអត់កាត់គាត់ឈឺជើងគ្រូថាឯងបាច់លុតទេឯងឈឺហើយបាច់លុតទុកអញមើលចាំអញមើលឲ្យអត់អីទេណាគាត់ទៅដល់គាត់ផ្ទះស្មាបងថនហ្នឹងហើយនឹងបងនាងផឹងផ្ទះស្មាផែអត់អីទេយកមកមានក្រែមួយនៅក្រោមដើមខ្នោអញ្ចឹងយកមកដាក់ឲ្យគាត់ណាគ្រូហ្នឹងគាត់ឲ្យបងផែជាមួយនឹងបងនាងហ្នឹងចេញទៅមិនបាច់នៅទេចេញទៅដើរលេងតែគាត់ដោះចេញទៅដើរលេងចាំគាត់ដោះគាត់ថាទៅបាត់ទៅដើរលេងមើលបន្លែមើលប្រឡប់គេអត់បានឃើញហេតុការណ៍ហ្នឹងទេគេដោះមិនអីមិនគឺអត់បានឃើញទាំងអស់តោះតែគ្រូនឹងហៅមកវិញបានដើរពីចកាហ្នឹងមកវិញមកដល់ជើងហ្នឹងគេរុំលឹកចេកពីក្បាលជង្គង់ទៅដល់ជើងគាត់ថាឲ្យដេកហ្នឹងមួយយប់ហ្នឹងមិនដែរថាលេងក៏បានដែរឲ្យក្មេងៗហ្នឹងដេកទៅឲ្យក្មេងៗហ្នឹងដេកទៅគាត់ហ្នឹងក៏សម្រាប់ហ្នឹងថាស្អែកអញមកយកអញទៀតអញកំពុងស្អែកអញយកអញទៅឡានហើយណែចាំចេញទៅឲ្យសួរថាម៉ូតូគាត់អាស្មាស់ហ្នឹងគាត់ដាក់នៅណាម៉ូតូគាត់ដាក់ផ្ទះផាតាំងតែពីថ្ងៃមុនបើកទៅមកចាហៀងអញ្ចឹងផាម៉ូតូអញរៀបចំឲ្យហែងជិះម៉ូតូអត់កាត់ដឹកទៅបេឡានមិនបាច់ភ័យទេថាអត់អីទេចាំស្អែកដាក់ម៉ូតូនឹងគូតឡានគាត់ឲ្យក្មេងជិះយកមកឲ្យដល់ពេលដែលគាត់ដេកនៅហ្នឹងគ្រូហ្នឹងគឺគ្រូដែលខ្លាំងប៉ុន្តែអត់ឲ្យគេឃើញរបៀបរបៀងគាត់ដោះទាំងអស់អត់ឲ្យឃើញសូម្បីតែបង្រៀនចង់ឃើញយប់ហ្នឹងស្មាតូងុយដេកតាំងម៉ោង6 7យប់ទៅដល់ឡាហៀងដេកលក់គ្មាននឹងខ្លួនទេអត់មាននឹងខ្លួនអីមិនតិចសោះហ្មងដេកលក់ទៅដល់ភ្លឹងអត់មាននឹងខ្លួននេះនឹងខ្លួនឡើងស្អែកយកមកស្អែកឲ្យឈឺនោមចង់ផ្ទុះរបៀបមនុស្សដេកមកយប់អីហ្នឹងដល់ពេលភ្ញាក់ឡើងអីឡើងមានតែលេងថននឹងដើរប្រយចឹងបាក់លឹកចេញបាត់ឲ្យអស់ឲ្យជើងគាត់នឹងស្នាមមិនតិចអាជើងហើមហើយអានៅលើខ្លួនគាត់ណារបៀបយើងនិយាយថាចេះបងប្អូនដូចយើងកាត់តបៅឲ្យកំហើយយើងជូតកំហ្នឹងចេញវានៅសល់សាច់អាលងសាច់ដែរអត់ទាន់សាច់វាអញ្ចឹងថាម៉េចដែរថាអញមាននឹងអីអញភ្ញាក់ដឹងខ្លួនឡើងអញ្ចឹងហ្នឹងក៏គាត់នឹងទៅក្រាបថ្វាយអង្គមនឹងដីគ្រូអើយគ្រូខ្ញុំអរគុណនិយាយថាអត់អីទេពួកឯងណាជាពិសេសគឺអានេះគាត់ចូលទៅកាន់បង្ថនហ្នឹងចងខ្សែរបស់គាត់ចង់ឲ្យបាន3ខែសិនចាំដោះ3ខែដោះឲ្យផុតឲ្យលែងអីគឺថាចោះគ្រូហ្នឹងថាអើយវាមិនហ៊ានមួយអញទេវាហ៊ានបានតែមួយពួកឯងហ្នឹងមួយអញតែហ៊ានលើផ្ទុះអាសនៈឡើយតែហ៊ានអញផ្កាត់អាសនៈហ្នឹងឲ្យលើគាត់ថាអញ្ចឹងគ្រូហ្នឹងគេការជាដែរអញ្ចឹងគាត់ដាក់តំណឹបឲ្យគ្រូគ្រូហ្នឹងអត់យកទេប្រាប់ថាចេះចាំពេលអនុមកដល់ជិះម៉ូតូទៅទិញបារីឲ្យអញទិញមកបានហើយអញជួបបារីទៅទិញបារីឲ្យអញមកហើយគាត់ថាការហ្នឹងបើមិនសេទេ fin ហ្នឹងឯងទៅទិញឲ្យគេហ្នឹងមែនបងផែហ្នឹងយកម៉ូតូមកដល់អីគាត់នេះជិះទៅទិញឲ្យគ្រូទិញឲ្យជូនគ្រូហ្នឹងអញ្ចឹងអរគ្រូថាគាត់ផ្ទះស្មាអីទេអញណាអញជាប់រវល់ទេអញទឹកបន្លែអញអីទៅសុខសប្បាយវើយគាត់មាត់តែប៉ុណ្ណឹងសុខសប្បាយវើយក៏អរគុណគាត់ថាគាត់ជិះមកផ្ទះចាំតាំងពីពេលហ្នឹងមកគាត់ទាំងពីរនាក់អត់ដែលជួបអារឿងអីហ្នឹងទេប៉ុន្តែឲ្យតែនិយាយដល់អារឿងអំពើរឿងស្អីអញ្ចឹងគាត់ថាដាក់ឯងគាត់ដឹងតែដាក់ឯងប៉ុន្តែគាត់ជាមួយនឹងពូផែហ្នឹងរាប់អានគ្នាទៅគ្នារហូតរាប់អានរហូតតតែពូផែហ្នឹងគាត់លក្ខណៈថាគាត់ខូចតែគាត់មិនមែនចាញ់ដោយសារគ្រូអីទេណាគាត់ខូចនេះរបស់គាត់មានជំងឺរបស់គាត់ហ្នឹងតែម្លងមកច្រើនហើយម្លងមកយូរដែរហើយតម្រាប់តែគាត់ខូចគាត់ស្លាប់ហ្នឹងគាត់មានជំងឺអីគេបេះដូងប្រហោងផងហើយស្អីផងមកកណោជំងឺគាត់នឹងច្រើនគាត់អ្នកធូរតែជំងឺគាត់ច្រើនហើយរឿងផ្ទះហ្នឹងឯហ្នឹងក៏គាត់មិនដែលបានតាមសួរនាំអីទៀតដែរគាត់ថាគាត់ខ្ជិលគាត់សុំតែមកសុកគាត់ណាអញ្ចឹងនេះជាសាច់រឿងរបស់គាត់បងប្អូនពី